ជលផលថាផ្សោតនៅក្នុងប្រទេសកម្ពុជាយើងកើនឡើងពី80ក្បាលទៅ117ក្បាលបងប្អូនដល់គ្នាបងប្អូនហើយចំណាំតាមណាមិនដឹងថាកើនរាប់មិនបើផ្សោតដូចតែគ្នាហើយទុកទលេប៉ុណ្ណាប៉ុណ្ណេះមិនដឹងចំនួនថា80មិនដឹងចំនួនថា117ក្បាលតើខាងជលផលនឹងគេចំណាំអីតើបងប្អូនទស្សនាវីដេអូនេះជាមួយខ្ញុំបងប្អូនមានរឿងអស្ចារ្យមួយគឺសត្វផ្សោតគឺវាមានប្រព័ន្ធរ៉ាដាដែលអាចចាប់រំញ័រសម្លេងបានជុំវិញខ្លួនវាមិនថាចិត្តមិនថាឆ្ងាយបាទទោះបីជាត្រីបាទជាពិសេសត្រីនៅក្នុងផុកឬនៅចិត្តនៅឆ្ងាយគឺអាចចាប់បានទាំងអស់ឲ្យតែវាចង់ចាប់បាទនិយាយពីសត្វផ្សោតទេបងប្អូនគ្នាបាទរដ្ឋាភិបាលកម្ពុជាយើងគឺចាត់ទុកជារតនសម្បត្តិដែលមានជីវិតដ៏ពិសេសបាទដែលជួយតាក់ទាញលើវិស័យទេសចរបាទលើផ្ទៃទេសចរបើគេនិយាយពីឈ្មោះបាទសត្វផ្សោតអ៊ីរ៉ាវឌីគឺគេតែងតែជិះមកមើលនៅក្នុងប្រទេសកម្ពុជាយើងបាទដែលទីតាំងមាននៅបាទកញ្ចេះនិងស្ទឹងត្រែងហើយនិយាយពីអតីតកាលបាទដែលប្រទេសយើងជួបជាមួយនឹងវិបត្តិសង្គ្រាមបាទអញ្ចឹងសត្វផ្សោតក៏រងគ្រោះផងដែរដោយសារអីវារស់នៅរប៉ាត់រប៉ាយពេញនឹងបាទហើយណាមួយវាត្រូវរងគ្រោះដោយសារបាទឧបករណ៍នេសាទផ្សេងប៉ុន្តែនៅក្នុងឆ្នាំ2012រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការការពារសត្វផ្សោតនៅក្នុងទន្លេមេគង្គពេលនោះគឺថាបានបង្កើតបាទក្រុមឆ្មាំទន្លេបាទចំនួន72រូបដើម្បីការពារប្រចាំការនៅប៉ុស្តិ៍ល្បាតចំនួន15កន្លែងបាទនៅតាមដងទន្លេមេគង្គដែលជាដែនជម្រករបស់សត្វផ្សោតហើយនៅតំបន់កាំពីដែលជាតំបន់សត្វផ្សោតប្រមូលផ្ដុំច្រើនជាងគេគឺថាមានការយាមល្បាត24ម៉ោងលើ24ម៉ោងជារៀងរាល់ថ្ងៃតែម្ដងឥឡូវនេះសត្វផ្សោតគឺថាបានកើនឡើងពី80ក្បាលរហូតដល់117ក្បាលនៅក្នុងឆ្នាំ2021នេះតើគេចំណាំផ្សោតបានដល់របៀបណាបើដូចតែគ្នាហ្នឹងបងប្អូនឥឡូវខ្ញុំឧទាហរណ៍ងាយមួយបងប្អូនឃើញក្របីមួយវងបងប្អូនប្រកាសណាបើសិនបងប្អូនមិនមែនជាម្ចាស់ទេណាបងប្អូនប្រកាសជាមិនស្គាល់ក្របីណាជាក្របីណាវាដូចតែគ្នាប៉ុន្តែបើម្ចាស់ក្របីដែលអ្នកមើលថែក្របីហ្នឹងប្រកាសណាគឺគាត់ចំណាំទៅលើបាទស្នែងវាចំណាំទៅលើអារម្មណ៍តិចតួចស្នាមតិចតួចទៅលើខ្លួនវាហ្នឹងគឺគេចំណាំថាក្របីនេះឈ្មោះអីក្របីនេះឈ្មោះអីបាទផ្សោតដូចគ្នាបាទអ្នកជំនាញបាទឆ្មាំទន្លេដែលការពារផ្សោតគឺគាត់ចំណាំទៅលើព្រុយបាទទៅលើព្រុយក្នុងវាគឺមានព្រុយដូចគ្នាទេបាទអ្នកខ្លះទៅដាច់ចេះអ្នកខ្លះព្រុយវាកោងចេះអ្នកខ្លះទៅព្រុយវាអញ្ចេះបាទហើយពេលវាកាត់កូនមកវាតែបដាល់កូនអញ្ចឹងចំណាំថាអូអាព្រុយអញ្ចេះវាកាត់កូនចេះវាកាត់កូនណាឆ្នាំក្រោយអាព្រុយមួយនេះវាកាត់កូនចេះអញ្ចឹងគឺគាត់ចំណាំទាំងអស់អញ្ចឹងគេនៅខាងណាគេជំនាញខាងហ្នឹងហើយដូចយើងម្ចាស់ក្របីយើងស្គាល់ក្របីយើងអញ្ចឹងអ្នកមើលផ្សោតគឺគាត់ចំណាំផ្សោតរបស់គាត់អញ្ចឹងផ្សោតវាកាត់ឡើងពី80ក្បាលដល់117ក្បាលអញ្ចឹងបងប្អូនឃើញការកើតឡើងគឺតឹងខ្លាំងមែនទែនអញ្ចឹងដើម្បីថែរក្សាផ្សោតនៅប្រទេសកម្ពុជាយើងដើម្បីជួយទៅលើវិស័យទេសចរពិភពលោកមកបលេងប្រទេសកម្ពុជាដើម្បីមកមើលផ្សោតហ្នឹងបងប្អូនត្រូវតែចាំបាច់ណាស់ចូលរួមសហការទាំងអស់គ្នាទាំងមន្ត្រីពាក់ព័ន្ធទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋនេសាទឧទាហរណ៍ថាគាត់មិនចង់នេសាទផ្សោតទេប៉ុន្តែគាត់ទៅឆក់ត្រីឆក់អីទៅអាចឆក់ចំផ្សោតមិនស្លាប់បាទបងប្អូនគិតមើលប្រហែលឆ្នាំសម្រាប់117ក្បាលចុះបើសិនណាដាក់ម៉ងតាឡាធំពេកវាជាប់បាទជាប់ផ្សោតធ្វើគាត់មិនយកទេប៉ុន្តែវាធ្វើឲ្យគាត់ផ្សោតរបួសផ្សោតស្លាប់អញ្ចឹងសូមបងប្អូនអរគ្នាបាទចូលរួមក្នុងការថែរក្សាផ្សោតនៅប្រទេសកម្ពុជាទាំងអស់គ្នាហើយខ្ញុំបាទសូមអរគុណដល់មន្ត្រីជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទផងដែរបាទក្នុងការការពារបាទផ្សោតក្នុងប្រទេសកម្ពុជាយើង